ភូមិនេះមានអ្នកស្លាប់ច្រើនមែនទេឈប់មករំខានយើងទៀតមិញម៉ៃពិតជាសម្រាប់ខ្លួនមែនឯទេត្រូវហើយគាត់បោកខ្លាំងបែបនេះឯងចឹងក៏គាត់បាក់ទ្វារមកក្រៅតែឯងមិនមែនមានខ្មោចលងទេតែជាវិញ្ញាណកម្មពីកំណប់តើជាកំណប់អ្វីវិញទៅគោលបំណងរបស់វាគឺទៅថែរក្សាកំណប់ជូនអ្នកចំនួនក្រោយបើជាអ្នកក្រៅនឹងត្រូវវិញ្ញាណនោះកម្ចាត់យ៉ាងសាហាវបំផុតវិញ្ញាណក្នុងភូមិនេះហាក់ដូចជារងចាំអ្នកណាម្នាក់មក